ជំវិញរឿងស្នេហារបស់ពិធីការនីកៅនីសាកន្លងមកមិនធ្លាប់បានឃើញនាងបង្ហើបឬបង្ហាញមុខពីម្ចាស់បេះដូងថ្មីឡើយនិយាយដល់នាងកៅនីសាអាចចាត់ទុកជាសិល្បករនីរៀមច្បងមួយរូបដែលមានបទពិសោធន៍ច្រើនគួរសមនិងបានសាងកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈច្រើនឆ្នាំមកហើយកន្លងមកតារាស្រីរូបនេះក៏បានប្រជាប្រិយភាពខ្លាំងតាមរយៈអាជីពជាពិធីការនីនិងជាតារាសម្ដែងស្រីដែលមានទេពកោសល្យប៉ិនប្រសប់ដែលទទួលបានការស្រឡាញ់គាំទ្រពីមហាជនមកដល់បច្ចុប្បន្នត្បិតតែអ្នកនាងកៅនីសាហាក់ស្ងប់ស្ងាត់មិនសូវបង្ហាញមុខក្នុងខ្សែភាពយន្តក៏ពិតមែនតែអាជីពជាពិធីការនីរបស់អ្នកនាងនៅតែមានការងារមមាញឹកនៅក្នុងស្ថានីយ៍ទូរទស្សន៍បាយ័នយ៉ាងណាមិញទោះបីជាកៅនីសាពុំសូវបង្ហាញពីការងារលើវិស័យសិល្បៈនៅក្នុងបណ្ដាញសង្គមញឹកញាប់ដោយសិល្បករដទៃមែនតែយូរម្ដងតារាស្រីរូបនេះបង្ហាញការចូលរួមកម្មវិធីជួបជុំជាមួយនឹងមិត្តអ្នកសិល្បៈបង្ហាញការចូលរួមកម្មវិធីជួបជុំជាមួយមិត្តអ្នកសិល្បៈផ្សេងៗផងដែរក្រៅពីការងារសិល្បៈបើចាប់អារម្មណ៍ពីជីវិតឯកជនរបស់អ្នកនាងកៅនីសាក៏កំពុងរស់នៅក្នុងជីវិតមួយជោគជ័យហៃសូមិនធម្មតាដែររីឯជុំវិញរឿងស្នេហាវិញកន្លងមកមិនធ្លាប់ឃើញអ្នកនាងបង្ហើបឬបង្ហាញមុខពីម្ចាស់បេះដូងថ្មីឡើយបើងាកទៅមើលរូបសម្រស់វិញអ្នកនាងកៅនីសាជាតារាស្រីដែលតែងតែឆក់បានការសរសើរពីភាពក្មេងជាងវ័យរបស់នាងត្បិតតែនាងមានវ័យរៀងជ្រេបន្តិចហើយតែរូបសម្រស់មុខមាត់រូបរាងនៅតែក្មេងខ្ញងជាក់ស្ដែងនៅក្នុងឆ្នាំ2026នេះអ្នកនាងកៅនីសាចូលវ័យ42ឆ្នាំហើយតែក្រឡេកមើលការតុបតែងខ្លួនបង្ហាញស្ទីលថ្មីបែបយុវវ័យម្ដងអ្នកនាងនៅតែស្រស់ស្អាតក្មេងខ្ចីល្ហកមិនឲ្យចាញ់ក្មេងៗស្រកក្រោយឡើយ